ស្វាគមន៍ការមកកាន់เพจថ្មីរបស់ខ្ញុំបានណាMobile Style Mobile Style ទី2អាហ្នឹងខ្ញុំចែកតិចនិចនៃការកាត់សក់ប្រភេទលក្ខណៈកដាកដាអត់ខ្ពស់អត់ទាបណាទម្រង់សក់យើងហៅថា mid fit លើដៃថ្មីបើសិនជាចង់ចេះអត់ព្យាយាមមើលវីដេអូនៅលើเพจរបស់ខ្ញុំទៅបាទខ្ញុំនឹងធ្វើការចែករំលែកពីបទពិសោធន៍របស់ខ្ញុំផ្ទាល់ម្ដងបាទនៅលើเพจថ្មីរបស់ខ្ញុំណាតើឥឡូវចង់ដឹងតាមដានមួយ admin ដំបូងបាទអាស្រ័យទៅលើជាងដែរជាងអាចប្រើពុំប្រហែលតែសម្រាប់ខ្ញុំប្រើ snap ណាយើងមកធ្វើការកំណត់ទម្រង់សក់សិនណាពេលខ្លះក៏ពុំពេលខ្លះក៏ snap អត់ទេណាតាមអារម្មណ៍ខ្ញុំនឹងព្យាយាមផុសវីដេអូឲ្យច្រើននៅលើเพจនេះហើយខ្ញុំថតលក្ខណៈវិញខ្ញុំមកធ្វើជាវីដេអូវែងដោយសារเพจខ្ញុំត្រូវបានចោលវាលួចអស់ហើយពួក hacker ឥឡូវខ្ញុំមក build page ថ្មីពេលមកទៀតមកកាត់អីអូនស្នាមអានេះយើងជៀនជើងក្រោមវាឲ្យម៉ត់ឲ្យស្ដើងឲ្យវាអស់បណ្ដោយចឹងខ្ញុំយើងដេញស្មោតទៅនេះមកតាំងទៀតមកផននេះដល់ TikTok ផងយើងប្រើលេខ1កាច់ថ្មីបន្តិចមកឡើងវិញ0.5កាច់ថ្មីដូចគ្នាណាសួរខាងក្រោមលេខ1ជ្រៅថ្មីអត់ដល់លើទេបាទសង្ឃឹមតែយល់វីដេអូនេះខ្ញុំធ្វើតែមួយខាងទេចាំពេលហ្នឹងខ្ញុំនឹងបង្ហាញគេកាត់ហើយម្ដងទៀតណាដោយសារអត់ចង់ឲ្យវីដេអូវែងប៉ុន្តែយើងធ្វើដូចគ្នាណាទម្រង់សក់ដែលខ្ញុំឈូសនេះគឺដូចគ្នាទាំងអស់ហ្មងកាច់ឡើងលើវិញមកឈូសខាងក្រោមអូនអោនទីអានឹងលេខ0ពេញសេរីថ្មិញណាបើអត់ស៊ីឡើងតិចមកយើងមកលុបអាកន្លែងយើងចាក់ជាមួយមកទឿតូចណាហ្នឹងលុបអត់ស៊ីកាច់អស់មកដោយសារមកទឿតូចវាស៊ីជ្រៅមាននៅកាត់ហៅកាត់អាគេក្រាប់តែមកយើងមកតែងតាមនេះមក
កាត់ព្រឺក្បាលណាកាត់អត់កាត់ទេណាគឺខ្ញុំកាត់ហើយប្រហែលបងហើយនឹងជាងណាអឺសម្រាប់មេបើសិនជាមើលវីដេអូនេះហើយកុំភ្លេចជួយខមមិនខាងក្រោមផងនៅមានកម្រិតនៅឡើយទេបាទសុខចិត្តណាបាទហើយកុំភ្លេចជួយគ្រប់ត្រូល page ថ្មី